ngày nay nhóm ban take a trade từ lượng miên ở London bay trade hay chỉ thầm đá đôi bọn nhóm trade vậy đó thông được nó một ngày món bay trade nâng màu hay là cho stop loss off phí TP off mùi chứ mà dân cái lệnh mà lại hòm nè chứ bên này tụi nó mới anh profit chúng tỏ mình profit đây cho tham về dân cho trade up trade từ 4 cứ hit SL theo trong khỏi ní cứ hit TP còn tái nhưng mà toàn recover từ lừa lôi đây cắt trade mà bên đây hết ấy chẳng chỉ thầm đàคือ nhóm set rule បែបហ្នឹងគឺនៅពេលខ្ញុំ hit 3 trade ហើយគឺខ្ញុំធ្វើមិនឈប់ហើយប៉ុណ្ណឹងគឺអូខេខ្ញុំសម្រាប់តែប៉ុណ្ណឹងព្រោះឯសារបើសិនយើងនិយាយសរុបមកវិញណាពីយប់មិញក៏ខ្ញុំ profit ដែរអញ្ចឹងវាខាតនៅក្នុងលុយ profit យប់មិញអញ្ចឹងវាអាចជាបញ្ហាតែ3 trade make ធ្វើ3ហ្នឹងខ្ញុំស្អែកជំរី cover តទៀតអញ្ចឹងមកយើងក៏លេងមកកាន់ set up វិញយើងក៏លេងមកកាន់ set up វិញពីដំបូងឡើយខ្ញុំអាចខ្ញុំរៀង flexible ដែរពីដំបូងហ្នឹងខ្ញុំចូលបាយនៅកន្លែងមួយនេះព្រោះឯសារ1ម៉ោងវាបាន save liquidity ហើយ5នាទីវាបានបង្កើតជា continuation បាននៅកន្លែងលើមួយនេះហើយនេះខ្ញុំចូលបាយហើយដល់ពេលយើងកលេចមកវិញពេលយើងជប់ពងបាយនឹងហើយណាបើសិនតែដល់ត្រឹមនេះដល់ក្រុមនេះហើយយើងក៏មើល prediction ឡើងវិញនៅក្នុង1ម៉ោងហើយទៅ5នាទីក៏3នាទីទៅមើលដល់ឃើញតែផ្សាយវានៅក្នុង1ម៉ោង AVG វានៅក្នុង15នាទី OTE ហើយនៅក្នុង3នាទីនេះវា form ទៅជា ISVG បានទៀតហើយនៅក្នុង5នាទីវិញវាបង្កើតទៅជា continuation បាននៅពេលដែលវាចាក់យកជាមួយនឹង AVG 3នាទីនេះនេះឡើង candle CSD នេះឃើញទេចឹងវា form បានជា CSD ខ្ញុំចូល entry នឹងខ្ញុំបិទ position នឹងខាតនឹងចោលខ្ញុំចូល sell នៅកន្លែងនេះវិញហើយ stop loss ខ្ញុំដាក់នៅកន្លែងលើនេះហើយក៏វាបាន hit ជាមួយនឹង TP នៅកន្លែងមួយនេះឃើញទេអញ្ចឹងសរុបទាំងអស់បើយើងគិតទៅខ្ញុំនៅ loss 300ហើយខ្ញុំអត់តាមយក300ហ្នឹងឲ្យគ្រប់នៅក្នុងថ្ងៃហ្នឹងទេព្រោះឯខ្ញុំវា enough ទៅលើការ trade 3 trade ហើយអញ្ចឹងវាល្មមគួរសមនៅក្នុងការយើងឈប់ហើយសពទាំងអស់នេះចង់ check មើលទៅលើ performance ទៅលើការ trade ខ្ញុំអ្នកគ្នាចូលទៅកាន់ website នៅលើ caption បានខ្ញុំធ្វើការដាក់ link នៅខាងលើហ្នឹងអញ្ចឹងនៅក្នុង website នេះអ្នកគ្នាអាចចូលមើលទៅទាំង achievement ទាំងមើលទៅលើ performance របស់ខ្ញុំអ្នកគ្នាអាចមើលបានអូខេចូលនៅក្នុងហ្នឹងគឺខ្ញុំបានបង្ហាញទាំងអស់នៅក្នុង my Facebook អីផ្សេងៗហ្នឹងអ្នកគ្នាអាចចូលមើលនៅហ្នឹងទៅហើយមួយទៀតបើសិនអ្នកគ្នាចង់ចូលរៀនក៏មាននៅក្នុងហ្នឹងដូចគ្នានេះមាន mentorship វាមានវគ្គទី2ចំណុចទី2ចំណុចទី1អញ្ចឹងគ្នាយើងអាចធ្វើការមើលនៅក្នុង website ហ្នឹងបានអូខេអញ្ចឹងអ្វីដែលខ្ញុំចង់និយាយបញ្ចប់ត្រឡប់មកវិញមកគឺ discipline ឬក៏ consistent គឺវាសំខាន់មែនទែនបើយើង set rule ថាយើងមួយថ្ងៃ make 8 trade គឺ8 trade ទោះបីជានៅក្នុងមួយថ្ងៃហ្នឹងខាតក្រោយចំណេញក្រោយក៏ត្រូវឈប់ប៉ុណ្ណឹងអូខេ so វីដេអូថ្ងៃហ្នឹងគឺមានតែប៉ុណ្្នឹងទេចឹងយើងជួបគ្នានៅវីដេអូក្រោយបាយ